សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបបន្ថែម top menu នេះបន្ថែម top menu នៅខាងលើនេះអញ្ចឹងនៅក្នុងនេះខាងលើនេះយើងមាន top menu 2ហើយយើងអាចធ្វើការកែប្រែឬក៏លុបឬក៏បន្ថែមវាបានទៀតដោយយើង login ចូលទៅក្នុង account Gmail របស់យើងហើយយើងចូលកន្លែងនេះ Live Locker នេះទៅមកយើងរងចាំវាបន្តិចទៅវានឹងបង្ហាញផ្ទាំងមួយនេះហើយយើង login ចូលយើងចូលផ្លោះនេះយើងចូលទៅកន្លែង page នេះតែម្ដងក៏បានដែរអញ្ចឹងវាបង្ហាញនៃ menu 2ដែលយើងឃើញនៅផ្នែកខាងលើនេះខាងលើនេះយើងឃើញ menu 2នេះអញ្ចឹងយើង menu 2នេះយើងចង់កែប្រែវាយ៉ាងម៉េចក៏បានដែរតាមចិត្តប្រាថ្នារបស់យើងអញ្ចឹងខ្ញុំចង់ប្រាប់អំពីរបៀបបន្ថែមវាដោយយើងចូលទៅលើ new នេះ page នេះបើយើងចង់បង្កើតដោយយើងវាយអត្ថបទបន្ថែមដោយខ្លួនឯងយើងចុចលើ blank page នេះ page នេះទៅមកវានឹងចេញផ្ទាំងមួយនេះឲ្យយើងបំពេញអត្ថបទអញ្ចឹងយើងធ្វើការវាយអត្ថបទចូលដោយខ្លួនឯងមកតែខ្ញុំមានអត្ថបទស្រាប់ហើយខ្ញុំ copy វាមកហើយខ្ញុំ paste វានៅក្នុងនឹងតែម្ដងទៅមកខ្ញុំដាក់ឈ្មោះឲ្យវាដាក់ឈ្មោះជាខ្មែរក៏បានជាភាសាអង់គ្លេសក៏តែតែយើងដាក់ថាបាមីចឹងទៅហើយខ្ញុំធ្វើការបោះពុម្ពវា publish នេះ នេះអញ្ចឹងរួចរាល់ហើយវាចេញមកកន្លែងនេះអញ្ចឹងបើសិនខ្ញុំចង់ link ពីខាងក្រៅខ្ញុំចុចលើ web address នេះខ្ញុំចុចលើវាមកអញ្ចឹងវាឲ្យយើង verify ឋានអញ្ចឹងខ្ញុំចង់ link ទៅកាន់ website របស់ខ្ញុំមួយដែលមានឈ្មោះថា samay.hostoi.com អញ្ចឹងមកហើយខ្ញុំដាក់ចំណងជើងថា learn Joomla ដោយសារតែ website នេះជា website Joomla ខ្ញុំចុច save វាមកជាការស្រេចអញ្ចឹងយើងរួចរាល់ហើយយើងចុច save arrangement ទៅមកយើងចូលទៅមើលផ្នែកខាងមុខយើងចុច refresh វាទៅសម្រាប់ចាំបន្តិចដោយសារអ៊ីនធឺណិតវាដំណើរការយឺតរងចាំបន្តិចទៀតនេះតិចទៀតវានឹងបង្ហាញហើយដោយសារអ៊ីនធឺណិតទឹកគឺយើងចូលមកលើនេះសេវថ្មីចេញទៅយើងអាចលុបបានយើងចូលទៅ view ភាសាថ្មីយើងចុចលើ view blog នេះខ្ញុំរងចាំតិចទៀតចូលទៅបលខ្ញាល់ចុចសាថ្មីម្ដងទៀត
ចឹងវាអត់បង្ហាញទេតែយើងអាចចូលមកកន្លែង layout នេះគឺមាន add អីច្រឡំទេអត់មានទេជាងយើងធ្វើការ upload template សារថ្មីម្ដងទៀតនេះtemplate នឹង error យើងចូលមកយកវិញសារថ្មី upload វាមកដោយសារ internet យើងដើរយូរទៅវា error រងចាំតិចទៅនេះ upload ហើយ successful ហើយជាយើងអាចចូលមក refresh នៅផ្នែកខាងមុខនេះបាននេះវាបង្ហាញហើយជាងលេខខាងក្រោមនេះយើងលុបចោលវាទៅវាតើតើនឹងអ្វីដែលយើងចង់បានទេវាមកចប់សពគ្រប់អញ្ចឹងអ្វីដែលយើងចង់បានវិញគឺអំណងរបស់យើងហើយអញ្ចឹងសូមបញ្ចប់មេរៀននេះតែប៉ុណ្ណេះសូមអរគុណចំពោះការទស្សនាដោយចិត្តទុក